ខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងស្រីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់នាងខ្ញុំសូមលំអរកាយក្រាបថ្វាយបង្គំនិងសូមគោរពជំរាបសួរទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីជាបន្តទៅទៀតនេះខ្ញុំម្ចាស់នាងខ្ញុំសូមលំអរកាយក្រាបថ្វាយបង្គំស្ដេចយាងទតនិងទស្សនានៅព័ត៌មានដែលជាព្រះរាជសកម្មភាពរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងស្រីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងដែលមានព្រះរាជសកម្មភាពសំខាន់ជាបន្តបន្ទាប់ដូចតទៅក្នុងឱកាសដែលសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតថ្វាយសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតបូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាយាងថ្វាយបង្គំផ្គាល់ដើម្បីចម្រើនព្រះពុទ្ធជ័យមង្គលថ្វាយព្រះសពសាធុកាពរនៅព្រះរាជដំណាក់គុណធបុផាក្នុងព្រះបរមរាជវាំងមុននឹងប្រោសព្រះរាជទាននៅព្រះរាជសវនកម្មដ៏វិសេសវិសាលនោះព្រះអង្គបានសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតថ្វាយសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតបូគ្រីយាងថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះបរមរូបព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគង់នៅខាងមុខឈាងឦសាននៃព្រះរាជដំណាក់គុណធបុផាការថ្វាយគ្រឿងសក្ការៈបូជាគោរពចំពោះព្រះបរមរូបព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសនេះគឺជាការសម្ដែងនូវសេចក្តីចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានថ្វាយចំពោះព្រះមហាករុណាธิគុណដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋព្រះអង្គបានបំពេញព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាទទួលបាននូវឯករាជ្យបូរណភាពទឹកដីប្រកបដោយសេចក្តីសុខសន្តិភាពត្រជាក់ត្រជុំនិងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យតាំងពីសម័យសង្គមរាស្ត្រនិយមរហូតដល់ពេលបច្ចុប្បន្នក្នុងកម្មវិធីបន្តសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតថ្វាយសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតបូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាយាងថ្វាយបង្គំគាល់នៅព្រះរាជដំណាក់គុណធបុផាក្នុងព្រះបរមរាជវាំងវេលាម៉ោង 10 ព្រឹកថ្ងៃទី 20 ខែកក្កដាឆ្នាំ 2026 ដើម្បីចម្រើនព្រះពុទ្ធជ័យមង្គលថ្វាយព្រះសពសាធុកាពរថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមហា